Ok សួស្តីអ្នកនរគ្នាវិលមកជួបខ្ញុំបាទទេពី Channel ពីត Channel ហ្នឹងហើយអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំចង់ប្រាប់ពីការរកស្នេហាមួយឬក៏ស្វែងរកសង្សារឬក៏ដៃគូអីផ្សេងហ្នឹងហើយអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នា single you ឬក៏ no live you ចង់បានសង្សារនឹងគេខ្ញុំប្រាប់ពីកលឹះមួយដើម្បីរកសង្សារឲ្យបានដូចគេតែម្ដងហ្នឹងហើយអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាបានចូលមើលអីកុំភ្លេចជួយ Subscribe ជួយសញ្ញាកណ្ដឹងដើម្បីចម្រើនចិត្តរបស់ខ្ញុំបើសិនជាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេច Share ទៅកាន់មនុស្សណាដែលអ្នកទាំងអស់គ្នាស្គាល់ឲ្យគាត់បានដឹងថាគាត់ចង់បានសង្សារប្រភេទណាឬក៏ជាមនុស្សបែបណាគឺនៅក្នុង app Telegram តែម្ដងហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលមកបែបនេះហើយអ្នកទាំងអស់គ្នាគ្រាន់តែ search ពាក្យបែបនេះមកហើយអ្នកនៅក្នុងហ្នឹងគឺរហូតដល់16លានអ្នកឯនោះឃើញអត់អ្នកនរគ្នាគឺវាច្រើនមែនតើយើងគ្រាន់តែសរសេរជាប្រវត្តិរូបមួយមកយើងចុចពាក្យថា start មកហើយអញ្ចឹងខ្ញុំប្រាប់មួយតែម្ដងហ្នឹងហើយអ្នកនរគ្នាអានេះគឺជារូបថតរបស់ខ្ញុំបានសាកល្បងហើយអញ្ចឹងគឺយើងអានតាមប្រវត្តិរូបឬក៏កំណត់ភេទឬក៏កំណត់អាយុនៅពេលដែលអ្នកនរគ្នាចូលលេងនៅក្នុង Telegram ហ្នឹងហើយអ្នកនរគ្នាអញ្ចឹងយើងគ្រាន់តែចុចអានេះមួយទៅនេះគឺចេញជាលក្ខណៈស្រីស្អាតតែម្ដងឃើញអត់អ្នកនរគ្នាឃើញស្ទៀវទៀតណាអ្នកនរគ្នាអញ្ចឹងគឺយើងចុចមើលទៅអានេះគឺវាដោយសារតែវា slow នេះអញ្ចឹងគឺវាមានស្រីស្អាតយើងកំណត់យើងជាមនុស្សស្រីក៏អាចកំណត់មើលជាមនុស្សប្រុសបានយើងជាមនុស្សប្រុសអាចកំណត់មើលជាមនុស្សស្រីបានដូចគ្នាហ្នឹងហើយអ្នកនរគ្នាអញ្ចឹងគឺវាស្អាតមែនទែននៅពេលដែលអ្នកនរគ្នា single you អត់ដឹងរកអ្នកណាអ្នកនរគ្នាអាចចូលមកកាន់ app Telegram ហ្នឹងមកហើយយើងស្វែងរកទៅយើងពេញចិត្តលោគាត់កន្លែងណាគឺយើងអាចឆាតទៅគាត់បានអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងគឺវាអត់ពិបាកអីទេនៅពេលដែលអ្នកនរគ្នាចង់រកសង្សារដៃគូសង្សារគឺវាស្រួលមួយយ៉ាងដែរគឺនៅក្នុងហ្នឹងនេះឃើញអត់អ្នកនរគ្នាអញ្ចឹងគឺវាមានច្រើនប្រភេទមែនទែនយើងជួយ start មកចេញរូបផ្សេងទៀតហើយឃើញអត់អ្នកនរគ្នាគឺមានច្រើនមែនទែនអញ្ចឹងបើសិនជាអ្នកនរគ្នាចង់មានដៃគូសង្សារកុំឲ្យ no single you ពេកយើងអាច search នៅក្នុង app ហ្នឹងបាននេះអញ្ចឹងគឺវាមានច្រើនមែនទែនគឺឈ្មោះរបស់គាត់នៅក្នុងនឹងតែម្ដងហើយនៅអាយុឈ្មោះ Julie 18ឆ្នាំអញ្ចឹងគឺនៅក្នុងហ្នឹងគឺអញ្ចឹងគឺវាអត់ពិបាកអីទេអ្នកនរគ្នាយើងអាចចូលទៅមើលនៅក្នុង app Telegram បានបើសិនជាខ្ញុំបង្ហាញឲ្យដល់អ្នកនរគ្នាគឺស៊ីពេលរបស់អ្នកនរគ្នាអញ្ចឹងការចែករំលែកខ្លីអត់មានច្រើនទេអ្នកនរគ្នាសង្ឃឹមថាអ្នកនរគ្នាយល់ជួបគ្នានៅវីដេអូក្រោយអូខេ